បាទសួស្តីបងប្អូនសិស្សានុសិស្សទី9ទាំងអស់បាទថ្ងៃនេះដែរជួបជាមួយនឹងលោកគ្រូមេរៀនរូបវិទ្យាថ្នាក់ទី9វិញ្ញាសាត្រៀមប្រឡងឌីប្លូមបាទទី3បាទអញ្ចឹងជួបគ្នានៅវិញ្ញាសាទី3បាទសម្រាប់វិញ្ញាសាទី3នេះលោកគ្រូនឹងកែកិច្ចការផ្ទះសម្រាប់វិញ្ញាសាទី2គឺបាទនេះវិញ្ញាសាទាំងស្រុងបាទអញ្ចឹងវិញ្ញាសាទី3នេះលេខ1ធំជ្រើសរើសចម្លើយត្រឹមត្រូវលេខ1និងលេខ2បាទបន្ទាប់មកលេខ2ធំគឺផ្គូផ្គងមាន A មាន B ហើយមានចម្លើយអញ្ចឹងយើងសេចម្លើយនៅនេះបាទចំពោះទី3លេខ3ធំនេះចូលបំពេញល្បះខាងក្រោមបាទលេខ1បាច់ពន្លឺមាន3ប្រភេទគឺចុចបាតុភូតដែលធ្វើឲ្យយើងមើលឃើញបាតកែវមានទឹកហាក់ដូចជារយៈគឺទី3ចរន្តអគ្គិសនីអាចបង្កើតដែនម៉ាញ៉េទិកមួយហៅថាចុចចំពោះលេខ4ធំគឺលំហាត់គឺមាន2លំហាត់ទី1ពាក់ព័ន្ធទៅនឹងរបាទតើគេចង់លើកវត្ថុមួយមានម៉ាស់90គីឡូក្រាមដោយប្រើរ៉កចល័តមួយគណនាកម្លាំងអបបរមាដែលគេត្រូវបញ្ចេញបាទអញ្ចឹងកន្លែងនេះខុសឆ្គងបន្តិចកន្លែងនេះបើមិនមែនតើទេណាបើបាទអធិស្ឋានលេខ2កំសៀវ1មានកំណត់ចង្អុល150វ៉ុល500វ៉ាត់អញ្ចឹងមានន័យថានេះគឺជាអនុភាពហើយអានេះគឺជាតង់ស្យុងក៏គេឲ្យយើងរកអាំងតង់ស៊ីតេចរន្តមានន័យថារក I ហើយនឹង resistance នៃកំសៀវមានន័យថារក R ទី2គេយកកំសៀវនេះទៅដាំទឹកកន្លះលីត្រនៅសីតុណ្ហភាព10អង្សាសេឲ្យពុះតើគេត្រូវចំណាយរយៈពេលប៉ុន្មានបាទបើទិន្នផលកំសៀវគឺ 60% គោរោគប្រាក់ចំណាយសម្រាប់ដាំទឹកបើអគ្គិសនី1គីឡូវ៉ាត់ម៉ោងថ្លៃ800រៀលអូខេនេះគឺជាវិញ្ញាសាទាំងស្រុងបាទតោះឥឡូវនេះយើងបន្តទៅមើលចម្លើយបាទសម្រាប់វិញ្ញាសានេះបាទបាទលេខ1ខ្សែដីត្រូវបានគេប្រើសម្រាប់ការពាររន្ទះការពារការឆក់ការពារការឆ្លងភ្លើងបាទអញ្ចឹងខ្សែដីត្រូវបានគេប្រើសម្រាប់ការពារឆក់នេះបាទអានេះជាចម្លើយត្រឹមត្រូវទី2ម៉ងដែលធ្វើឲ្យអង្គធាតុវិលតាមទិសដៅត្រនិចនាឡិកាហៅជាម៉ងអីបាទអញ្ចឹងម៉ងមានម៉ងវិជ្ជមានហើយនិងម៉ងអវិជ្ជមានអញ្ចឹងម៉ងដែលធ្វើឲ្យអង្គធាតុវិលតាមទិសដៅត្រនិចនាឡិកាជាម៉ងអវិជ្ជមានអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមួយនេះចំពោះលេខ2គូបកងទី1ផលមេកានិកខ្នាស់អញ្ចឹងផលមេកានិកខ្នាស់គឺ MA វាពាក់ព័ន្ធនឹង D នេះ DE ឬ DR អញ្ចឹងមានន័យថា1អូនគូបកងជាមួយនឹងអក្សរកូបាទលេខ2ផលមេកានិកនៃប្លង់តេគឺ LH អញ្ចឹងមានន័យថាលេខ2យើងជ្រើសរើសទៅយកអក្សរខបាទលេខ3ផលមេកានិកនៃស្ពឺគឺមានចំនួនធ្មេញនេះបាទគឺតាំងដល់សអិនធំអញ្ចឹងមានន័យថាលេខ3យើងយកកបាទអូខេនេះគឺជាការគូបកងចំពោះលេខ3ធំគេឲ្យយើងបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវអញ្ចឹងគេថាបាច់ពន្លឺមាន3ប្រភេទគឺអញ្ចឹងយើងឆ្លើយមកបាច់ពន្លឺមាន3ប្រភេទគឺបាច់ពន្លឺរីកបាច់ពន្លឺរួមហើយនិងបាច់ពន្លឺស្របបាទវាមាន3ហ្នឹងណាបាទអញ្ចឹងលោកគ្រូសូមអត្តសេរទេណាបាទកណ្ដាបញ្យលឥឡូវនេះអញ្ចឹងសារថ្មីណាបាច់ពន្លឺគេមាន3ប្រភេទបាច់ពន្លឺរីកបាច់ពន្លឺស្របហើយនិងបាច់ពន្លឺរួមហ្នឹងហើយវាមាន3ហ្នឹងទី2បាតុភូតដែលធ្វើឲ្យយើងមើលឃើញបាតកែវដែលមានទឹកហាក់បីដូចជារយៈគេឲ្យឈ្មោះថាបាតុភូតចំណាំងបែនៃពន្លឺបាទមានន័យថាចំណាំងបែនៃពន្លឺអញ្ចឹងនៅ
នៅពេលដែលពន្លឺឆ្លងកាត់មជ្ឈដ្ឋានពីរផ្សេងគ្នាគឺវាបដូរទិសដំណើរអញ្ចឹងការបដូរទិសដំណើរបែបហ្នឹងគេឲ្យឈ្មោះថាចំណាំងបែរនៃពន្លឺហើយផលនៃចំណាំងបែរនៃពន្លឺធ្វើឲ្យយើងមើលឃើញអង្គអាធាតុមើលឃើញកែវដែលមានទឹកហាក់ដូចជារាក់បាទទី3ចរន្តអគ្គិសនីអាចបង្កើតដែនម៉ាញ៉េទិកមួយហៅថាដែនម៉ាញ៉េទិកនៃចរន្តអគ្គិសនីចឹងកន្លែងនេះអូនបំពេញថាដែនម៉ាញ៉េទិកនៃចរន្តអគ្គិសនីបាទដែនម៉ាញ៉េទិកនៃចរន្តអគ្គិសនីបាទអូខេចំណុចលេខ3គឺចប់ត្រឹមហ្នឹងបាទឥឡូវនេះយើងបន្តទៅមើលលំហាត់បាទសម្រាប់លំហាត់លេខ1បាទកន្លែងនេះសូមកែដាក់អក្សរបើវិញបើគេចង់លើកវត្ថុមួយមានម៉ាស់90គីឡូក្រាមដោយប្រើរត់ចល័តគេឲ្យយើងគណនាកម្លាំងអបបរមាដែលត្រូវបញ្ចេញអញ្ចឹងកម្លាំងអបបរមាពេលហ្នឹងគឺជាកម្លាំងចលករអញ្ចឹងដើម្បីរកកម្លាំងចលករគឺយើងរក FE បាទអញ្ចឹងដើម្បីរក FE បងប្អូនអាចរកតាមរូបមន្ត SE គឺស្មើ SO លើ MA នេះរូបមន្តនេះយើងទាញចេញពី MA ស្មើ SE លើ SE ដែលជារូបមន្តផលមេកានិកអញ្ចឹងយើងចង់បានកម្លាំងចលករចង់បាន SE គឺយើងបានស្មើជាមួយនឹង SO លើ MA SO របស់យើងស្គាល់ M អញ្ចឹង SO អាចស្មើ MZ បានហើយស្មើ90គុណនឹង10គឺបាន900 Newton MA គឺស្មើ2ហេតុអីបានវាស្មើ2ពីព្រោះវាជារកចល័តអញ្ចឹងរកចល័តមានផលមេកានិកស្មើ2អញ្ចឹងនាំមកយើងបាន SE របស់យើងគឺស្មើ900ចា2គឺស្មើជាមួយនឹង450 Newtonអញ្ចឹងអង្គធាតុមួយដែលមានម៉ាស់90គីឡូក្រាមហើយយើងប្រើរកចល័តដើម្បីលើកអញ្ចឹងយើងត្រូវបញ្ចេញកម្លាំងបាទ450 Newton អូខេយើងបន្តទៅមើលលំហាត់ទី2បាទលំហាត់ទី2គេថាកំសៀវមួយមានកំណត់ចង្អុល150 វ៉ុល500 វ៉ាត់ក៏គណនាអាំងតង់ស៊ីតេចរន្តអញ្ចឹងរកអាំងតង់ស៊ីតេចរន្តមានន័យថារក I អញ្ចឹងដើម្បីរក I អូនអាចរកតាមកំណត់ចង្អុលនេះតែម្ដងបាទកំសៀវនេះត្រូវបានគេភ្ជាប់ជាមួយនឹងតង់ខ្យង់150 វ៉ុលទៅវាដំណើរការបានធម្មតាអញ្ចឹងដើម្បីរកចរន្តគឺរក I គឺយើងទាញចេញពីកំណត់ចង្អុលយកមកតែម្ដងបាទអញ្ចឹង I ស្មើ P លើ V P របស់យើងគឺ500 វ៉ាត់ V របស់យើងគឺ150 វ៉ុលអញ្ចឹងនាំឲ្យ I របស់យើងគឺស្មើ500ចែកឲ្យ150គឺឃើញ 3.3 អំពែបាទអញ្ចឹងលេខ2ក I របស់យើងគឺស្មើ 3.3 អំពែបន្ទាប់មកយើងរក resistance មានន័យថារក R អញ្ចឹងដើម្បីរក R បាទយើងរកតាម R ស្មើ V ការ៉េលើ P បាទរូបមន្តនេះយើងទាញចេញពី P ស្មើ V ការ៉េលើ R អញ្ចឹងនាំឲ្យ R ស្មើ V ការ៉េលើ P អញ្ចឹង V យើងគឺ500 វ៉ាត់ P របស់យើងគឺ500 វ៉ាត់ V របស់យើងគឺ150 វ៉ុលអញ្ចឹងនាំឲ្យយើងបាន R ស្មើ150ការ៉េមានន័យថា150គុណឲ្យ150ហើយចែកនឹង500អញ្ចឹងចម្លើយគឺឃើញ45អូមបាទអញ្ចឹងຂະຫນາດ standard របស់ resistance គឺយើងគិតជាអូមយើងបន្តទៅសំណួរគោបាទគោគេឲ្យយើងរកប្រាក់ចំណាយសម្រាប់ដាំទឹកអញ្ចឹងរកប្រាក់ចំណាយនេះអូនអាចរកតាមសមាមាត្រក៏បានប៉ុន្តែមុននឹងរកតាមសមាមាត្រអូនត្រូវរកធម្មពលមានន័យថារកសិនដែលយើងត្រូវរកត្រូវតែគិតជាគីឡូវ៉ាត់ម៉ោងឬក៏យើងអាចធ្វើតាមរូបមន្តខ្លីបាទអូអធិស្ឋានបាទខសិនអត់ទាន់ដល់ខផងវាយល់ដល់គោអធិស្ឋានខគេឲ្យយើងគណនារយៈពេលដាំទឹកនេះរយៈពេលដាំទឹកនេះគេចង់យកកំសៀវហ្នឹងទៅដាំទឹកកន្លះលីត្រនៅសីតុណ្ហភាព10ឲ្យពុះអញ្ចឹងទឹកពុះនៅ100អង្សាសេហើយទិន្នផលគឺ 60% អញ្ចឹងដើម្បីរករយៈពេលដាំទឹកគឺយើងរកតាមរូបមន្តដើមគឺទិន្នផល OD ស្មើគុយលើ E គុណនឹង100ឥឡូវនេះយើងបំបែកគុយពីព្រោះយើងអត់ស្គាល់គុយអញ្ចឹងគុយនៅពេលដែលយើងបំបែកគឺអាចស្មើ MC delta T delta T លោកគ្រូដាក់ T ដក T' បាទអាហ្នឹងគឺ delta T អូនណាគឺមានន័យថាយក100ដកឲ្យ10ឥឡូវហ្នឹងហើយចែកជាមួយនឹង របស់យើងគឺជាធម្មពលអគ្គិសនីគឺស្មើ PT គុណនឹង100បន្ទាប់មកយើងទីរតេអញ្ចឹងដើម្បីទីរតេគឺជាប់សញ្ញាចែកយើងបោះមកអង្គទី1គឺគុណ OD គុណបោះទៅវិញគឺចែកនេះបាទអញ្ចឹង T របស់យើងគឺស្មើ MC កតា T ដក T' លើ P គុណ OD ហើយគុណនឹង100បន្ទាប់មកយើងរកលេខជួសជុលណា
បាទពេលរបស់យើងគឺ100វ៉ាត់អំរបស់យើងគឺ 0.5 គីឡូបាទអញ្ចឹងទឹកគឺ1គីឡូគឺ1លីត្រអញ្ចឹងបើកន្លះលីត្រគឺកន្លះគីឡូហ្នឹងហើយហើយសេយើងយក 4200 បាទអញ្ចឹងនាំឲ្យយើងបានតេរបស់យើងគឺស្មើ 0.5 គុណឲ្យ4200គុណជាមួយនឹង100ដកឲ្យ10 100ដក10ហ្នឹងគឺ data តេហ្នឹងគឺស្មើ90ហើយគុណនឹង100ចែកជាមួយនឹង500គុណដល់60បាទអញ្ចឹងចម្លើយគឺឃើញ430វិនាទីយើងបែក1នាទីមកគឺបាន10នាទី30វិអូខេនេះគឺជាចម្លើយសម្រាប់លំហាត់លេខ2ខឥឡូវនេះយើងបន្តទៅមើលគោដែលលោកបញ្យល់ខុសមិញណាបាទឥឡូវនេះយើងមើលតែម្ដងទៅមិនបាច់បញ្យល់ទៀតទេបាទនេះដើម្បីរកប្រាក់ចំណាយអូនអាចតាំងរកអក្សរ PR ឬក៏អក្សរ C ក៏បានដែរសភៅខ្លះលោកឃើញគេតាំងអក្សរ C មកពីពាក្យកាត់អង់គ្លេស cost តម្លៃណាអញ្ចឹងស្មើ E គុណ x x នេះជាតម្លៃឯកតាគឺ800រៀលក្នុង1គីឡូក្រាមបាទសូមថែមរៀលបន្តិចបាទចំពោះ E នេះគឺយើងត្រូវរកពីព្រោះយើងអត់ស្គាល់អញ្ចឹង E ស្មើពេលតេពេលលោកបំបែកទៅជាគីឡូវ៉ាត់អញ្ចឹង500វ៉ាត់បំបែកទៅគីឡូវ៉ាត់គឺស្មើ 0.5 វ៉ាត់ 0.5 គីឡូវ៉ាត់ហើយតេនេះលោកយកវាចែកនឹង3600ដើម្បីឲ្យចេញមកអញ្ចឹងចម្លើយគឺឃើញ 0.0875 គីឡូវ៉ាត់ម៉ោងអញ្ចឹងនាំឲ្យតម្លៃដែលយើងចំណាយគឺ PR ស្មើជាមួយនឹង 0.0875 គុណឲ្យ800អញ្ចឹងគឺឃើញ70រៀលបាទអូខេនេះជាចម្លើយសម្រាប់លំហាត់ទី2គោបាទហើយវិញ្ញាសាយើងគឺចាប់ត្រឹមហ្នឹងបាទសម្រាប់វិញ្ញាសាបន្តគឺនេះបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយលោកគ្រូនឹងកែវិញ្ញាសាមួយនេះបាទរាល់ចម្ងល់បងប្អូនអាច comment ហើយសូមអធិស្ឋានចំពោះកំហុសឆ្គងនៅក្នុងការកែវិញ្ញាសានេះបាទសម្រាប់ពេលនេះអរគុណបាយបាយ